mìnhលោកគ្រូធ្វើវីដេអូច្រើនហើយប៉ុន្តែនៅតែដដែលលោកគ្រូចង់ឲ្យអូនរៀនត្រង់ចំណុចមួយនេះដោយសារតែនេះជាឧទាហរណ៍មួយគេថាគេយក1លើ3000អញ្ចឹងបានន័យថាផែនទីមួយហ្នឹងគេត្រូវបង្រួមរហូតដល់3000ដងណាអញ្ចឹងគេបានចេញរូបរាងប៉ុណ្ណេះមកនេះចេញប៉ុណ្ណរូបរាងប៉ុណ្ណឹងមកអញ្ចឹងផ្នែកខាងលើនេះប្រកាសជាទទឹងហើយផ្នែកខាងក្រោមនេះគឺប្រកាសជាបណ្ដោយហើយប៉ុន្តែហ្នឹងគឺជាផលធៀបក្នុងគេហៅថាមាត្រដ្ឋានក្នុងប្លង់អញ្ចឹងពេលខ្លះយើងត្រូវការរកមាត្រដ្ឋានពិតមកវិញយើងត្រូវយកតម្លៃនេះតម្លៃបណ្ដោយតម្លៃទទឹងនៅក្នុងប្លង់នេះមកធ្វើផលធៀបគ្នាជាមួយនឹងវិមាត្រក្នុងប្លង់អញ្ចឹងទៅប៉ុន្តែឥឡូវយើងយល់ណាយល់ថារូបផែនទីនេះមួយគឺត្រូវបានបង្រួមរហូតដល់3000ដងដើម្បីគូសនៅលើกระดาษធម្មតារបស់យើងបានហើយបើសិនជាចង់បានរូបភាពពិតយើងត្រូវពង្រីករហូតដល់3000ដងឡើងវិញទៅលើមាត្រដ្ឋានក្នុងប្លង់ហ្នឹងទើបយើងអាចរកឃើញមាត្រដ្ឋានពិតបានហើយនេះទ្រឹស្ដីរបស់គេលោកគ្រូ copy យកមកដែរណាបាទគឺជាមាត្រដ្ឋាននៃប្លង់គឺជាផលធៀបវិមាត្រក្នុងប្លង់និងវិមាត្រពិតអញ្ចឹងយើងទៅមើលឧទាហរណ៍ទៅមើលលំហាត់របស់គេវិញបាទលំហាត់គឺគេមានស្រះទឹកមួយមានបណ្ដោយ30ទៅតឹង15ណាបណ្ដោយ30ទៅតឹង15អញ្ចឹងយើងយក30នេះមកចែកឲ្យ15មកយើងឃើញប្រហែលឃើញ6ហើយអញ្ចឹងបានន័យថាម៉េចបានន័យថាលោកគ្រូសុំកែបន្តិចនៅត្រង់នេះគឺយើងត្រូវយកអីគេយកបណ្ដោយនៅក្នុងមាត្រដ្ឋានក្នុងប្លង់នេះមកធៀបជាមួយនឹងបណ្ដោយនៅក្នុងទំហំពិតបាទក្នុងទំហំពិតប៉ុន្តែមើលຂະຫນាតផងຂະຫນាតគឺខុសគ្នាអា1ម៉ែត្រអា1សង់ទីអញ្ចឹងអាម៉ែត្រនេះគឺត្រូវដូរទៅជាសង់ទីអញ្ចឹងវាឡើងដល់300ណាហើយទទឹងគឺចែកទទឹងក្នុងប្លង់ចែកឲ្យទទឹងក្នុងទំហំពិតអញ្ចឹង15ម៉ែត្រនេះ15ម៉ែត្រនេះទៅជា150ម៉ែត្រវិញហើយ150សង់ទីវិញណាអញ្ចឹងទៅមើលរូបមន្តរបស់គ្នាអញ្ចឹងយើងបានពង្រីកសិនមកយកខ្មៅដៃមកសរសេរសិនបិចមកហើយលោកគ្រូពង្រួមវារហូតដល់600ដងសរសេរថាបណ្ដោយស្មើនឹងឈប់ណាយើងត្រូវដាក់ថាបពិតមកបពិតបអញ្ចឹងទៅសេលឿនតិចស្មើនឹង30សង់ទីសំទោស30ម៉ែត្រស្មើនឹង30គុណនឹង10ស្មើនឹង300សង់ទីបន្តមកទៀតតូតឹងពិតស្មើនឹង15ម៉ែត្រស្មើនឹងគុណនឹង10យើងបាន150សង់ទីបាទអានេះគឺជាមាត្រដ្ឋានពិតឬក៏មាត្រដ្ឋានពិតហ្នឹងឯងបាទហើយមាត្រដ្ឋានមិនពិតឬក៏មាត្រដ្ឋានក្នុងប្លង់លោកគ្រូដាក់ថាបម៉ូមាត្រដ្ឋានសំទោសមាត្រដ្ឋានក្នុងប្លង់ឬក៏មាត្រដ្ឋានមិនពិតណាគឺបណ្ដោយស្មើនឹង6សង់ទីត្រូវស្រេចហើយមិនកែទេហើយទទឹងម៉ូស្មើនឹង3សង់ទីបន្តមកទៀតអក្សរអាក្រក់មើលតិចហើយភាសាសេក្នុងនេះក៏អត់សូវជំនាញទៅសេទេ
បាទអញ្ចឹងយើងយកបណ្ដោយពពិតសំទោសបមិនពិតបមាត្រដ្ឋានក្នុងប្លង់ចែកឲ្យបបពិតមាត្រដ្ឋានពិតហ្នឹងអញ្ចឹងមួយហើយយើងទៅស៊ីដាក់តម្លៃមកគឺស្អីគេគឺយើងឃើញថា300ຂະຫນາດសង់ទីចែកឲ្យយើងដឹងថាមាត្រដ្ឋានក្នុងប្លង់របស់យើងគឺ6សង់ទីសំទោសបច្ច្រាស់អញ្ចឹង6សង់ទីចែកឲ្យ300បាទបន្តស្មើនឹងបាទសម្រួលមកគឺបាន1លើ500បាទនេះមួយហើយបន្តមកទៀតយើងមានអីគេទៀតមានតតឹងទៀតតតឹងតូម៉ូចឹងមកមាត្រដ្ឋានមិនពិតចែកឲ្យមាត្រដ្ឋានតូប៉ូបាទតូប៉ូមាត្រដ្ឋានពិតបាទអញ្ចឹងយើងបានអានោះគឺ3លើប្រហែលលើ15លើ150សង់ទីអញ្ចឹងយើងមានការច្រឡំលេខអញ្ចឹង660ចែកឲ្យនេះ6អញ្ចឹងចែកមកបាន50 sorry អានេះចែកមកបាន50ដែរ50ដែរអញ្ចឹងមាត្រដ្ឋានយើងអាចនិយាយថាមាត្រដ្ឋានក្នុងប្លង់របស់វាគឺមាត្រដ្ឋាននេះមាត្រដ្ឋានណាត្រូវទៅសេថាមាត្រដ្ឋានឈប់ម្ដងទៀតសេអក្សរស្អាតតិច50មាត្រដ្ឋានស្មើនឹងបាទ1លើ50អញ្ចឹងបានន័យថាគេត្រូវបង្រួមផែនទីនេះរហូតដល់50ដងដើម្បីគូសវាបាទនេះជាឧទាហរណ៍អញ្ចឹងឃើញយល់បាននេះត្រង់ចំណុចទី1នេះបាទបញ្ជាក់ម្ដងទៀតមាត្រដ្ឋានពិតស្មើនឹង30ពង្រីកបានអត់មាត្រដ្ឋានពិតស្មើនឹង30ហើយយើងត្រូវបែងចែក30ម៉ែត្រហ្នឹងទៅជាសង់ទីម៉ែត្រអញ្ចឹងຂະຫນາດដូរទៅជាសង់ទីម៉ែត្រទាំងអស់ទៅបាទបន្ទាប់ពីដូរទៅជាសង់ទីម៉ែត្រអស់ហើយយើងទៅសិក្សាលើមាត្រដ្ឋានមិនពិតវិញមាត្រដ្ឋានមិនពិតនៅត្រង់នេះគឺ6និង3អញ្ចឹងយើងយកវាមកធៀបគ្នាយកមាត្រដ្ឋានក្នុងយកតម្លៃក្នុងប្លង់បាទចែកឲ្យតម្លៃពិតមកអញ្ចឹងយើងបាន150សំទោស1លើ50ទាំងពីរបាទអញ្ចឹងហ្នឹងហើយគឺជាផលធៀបបាទចប់មួយព្រោះផ្ញើវីដេអូនេះទៅឲ្យតែម្ដង